ស្ដីនៅគ្នាថ្ងៃនេះខ្ញុំមកបង្រៀនអ្នកគ្នាប្រើត្រីដិនជាមួយមេសសម្រាប់ PVP ខ្ញុំមកថ្ងៃនេះមានចំណុច3ដែលខ្ញុំលើកយកមកនិយាយសម្រាប់នៅចំណុចទី1យើងត្រូវប្រកាន់លើហើយយើងនឹងកុំក្រាបបែបនេះគឺជាចំណុចទី1ខ្ញុំអាចរៀនជាជំហានដំបូងហើយគ្រប់ជាសិនមកបានហើយនេះការធ្វើបែបនេះគឺជំនួយយើងរៀនធ្វើឆាប់ចេះនិងស្ទាត់ជំនាញយើងស្រាប់បែបនេះអាចធ្វើ combo មួយជាមួយយើងអាចមានវិធីអាចគ្រប់ឡងហើយយ៉ាងបែបវាក៏បានដែរធ្វើបែបនេះមានស្រួលសម្រាប់អ្នកគិតលេងថ្មីនេះអាចគ្រប់ឡងហើយឡងហើយចាំបែបឡងទៀតក៏បានដែរនេះស្រួលសម្រាប់អ្នកទៅទៀតទៅលេងហើយសម្រាប់ខ្ញុំគ្រប់ឡងដែរក៏បានទៅខ្ញុំស្គាល់ហើយនេះអាចគ្រប់បែបនេះរៀនឲ្យវាស្ទាត់មួយម្ដងទៅវិញឆាប់ចេះយើងត្រូវលេងបែបនេះដូចខ្ញុំហើយចំណាយទឹកទៅពីទឹកនេះហើយអាចចេះបានស្ទាត់ជំនាញយើងអាចគប់ហើយមកជាគប់រំទៀតក៏បានដែរនេះគឺជាដំណើរការបរិយាសម្រាប់តែអ្នករៀនប៉ុណ្ណោះនេះគឺជាស្មោះជាស្មោះហើយឲ្យទីខំខំនេះគឺដងមួយទៅវានឹងគង់តែបានសម្រាប់ដូចតែគ្នាបាទឃើញខ្ញុំលេងបែបនេះវាយបែបនេះប៉ុន្មានតែខ្ញុំត្រេនប្រហែលរយៈពេល1ខែទៅហើយទើបបានចេះបែបនេះអ្នកទាំងអស់គ្នាក៏អាចរៀនបែបនេះដូចជាខ្ញុំបានផងដែរសូមអរគុណហើយជួបគ្នាក្នុងវីដេអូក្រោយ